ជំរាបសួរដល់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់ព្រមទាំងសមាជិកសមាជិកាគណៈបកកម្លាំងប្រជាធិបតេយ្យបាទថ្ងៃនេះខ្ញុំបាទមានសេចក្តីរីករាយជាពន់ពេកហើយក៏សូមចេញនៅសេចក្តីថ្លែងការណ៍អបអរសាទរនិងគាំទ្រចំពោះសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធាសម្រាប់ក្មួយៗដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាចាប់ពីអាយុ18ឆ្នាំដល់អាយុ25ឆ្នាំមានរយៈពេល24ខែស្មើនឹង2ឆ្នាំបាទសេចក្តីព្រាងច្បាប់នេះបានសម្រេចនិងអនុម័តកាលពីថ្ងៃទី20ខែឧសភាឆ្នាំ2026បាទហើយសម្រាប់ខ្ញុំជាអ្នកនយោបាយខ្ញុំយល់ឃើញថាគឺជាសុចនាករមួយដែលមានគោលដៅច្បាស់លាស់សម្រាប់ចូលរួមជាកម្លាំងស្នូលក្នុងការការពារជាតិរបស់យើងបាទហើយក៏ជាទិសដៅមួយដែលធ្វើឲ្យយុវជនកាន់តែចូលខិតជិតនៅក្នុងសង្គមដែលកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ននេះបើយើងនិយាយពីពេលកន្លងមកយុវជនហាក់បីដូចជានៅឆ្ងាយពីសង្គមមួយដែលកំពុងតែទទួលនៅការអភិវឌ្ឍនិងទទួលបាននូវភាពរីកចម្រើនធ្វើឲ្យយុវជនមួយចំនួនភ្លើតភ្លើនជាមួយនឹងគ្រឿងញៀនឆ្លុះវង្វេងនឹងការដើរសប្បាយបាទក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះនៅពេលដែលច្បាប់កាតព្វកិច្ចយោធានេះបានចូលជាធរមានហាក់បីដូចជាគេហៅថាការចង្អុលបង្ហាញផ្លូវមួយដល់យុវជនឲ្យដើរទៅរកការទិសដៅចូលរួមកសាងប្រទេសជាតិឲ្យបានរីកចម្រើននិងគង់វង្សបាទបងប្អូនកូនក្មួយជាទីគោរពស្រឡាញ់ការបំពេញកាតព្វកិច្ចយោធានេះមិនមែនប្រទេសយើងទើបតែគេហៅថាមានសង្គ្រាមនោះទេការរៀបចំកាតព្វកិច្ចនេះវាមិនទាន់ដល់ពេលដែលត្រូវរាជរដ្ឋាភិបាលកំណត់ឲ្យមានច្បាប់នេះកើតឡើងយើងគិតទៅមើលថាការងើបចេញពីសង្គ្រាមការអភិវឌ្ឍប្រទេសបាទការពីដាច់ចិត្ត9មកបងប្អូនប្រជាពលរដ្ឋមួយចំនួនហូបចុកហៅថាប្រឹងហូបដើម្បីរស់ហូបឲ្យតែឆ្អែតបាទកុំអាតន់គិតអីច្រើនដល់ចូលមកដល់ទសវត្សរ៍ឆ្នាំ2000យើងចាប់ផ្ដើមគិតហូបឲ្យឆ្អែតដេកឲ្យលក់ដើរឆ្ពោះទៅមុខទៅរកគោលដៅហើយចាំគិតបន្តទៀតតែមកដល់ពេលបច្ចុប្បន្នហូបឲ្យឆ្អែតហើយដោយការប្រុងប្រយ័ត្ននិងការថែរក្សាសុខភាពឲ្យបានល្អឥឡូវយើងកំពុងតែស្ថិតនៅជ្រុងត្រង់នេះអញ្ចឹងមានន័យថាប្រទេសកំពុងតែទទួលនៅការអភិវឌ្ឍព្រមទាំងទទួលបាននៅស្ថិរភាពនិងឯកភាពជាតិបរិបូរណ៍ទើបយើងអាចរៀបចំនៅកាតព្វកិច្ចយោធានេះកើតឡើងបានបាទមិនមែនបណ្ដាលមកពីសង្គ្រាមទាំងអស់នោះទេបាទ
dương trơ tại kịch cu đòi chụp một chuẩn đại chia so trung này bật tê chiết dương mình trơ ao krom chôn đi dông môi chồng luôn vùng vuốt smart ở đây ở đà trôn từ trong lời không thì đôi chân này cho bạc cái tập cái vô thiên đi cứ chỉ cả đó là cái tình chua pua bốc pua mọt nơi không sòng cùng pom ai miền bọc côn la mà nè cái ve pi cái tập cái này bàn tê ao tại group ở chỗ chặt pi đọc bằng vậy đó mà phải làm thế này trong niềm trong chuyện này vô bài mưa trong xa tô nè và trong trong ban trong nội trong đi du hàng pro cầm lăng du với chun chia cầm lăng snow nông tương đai cà pi bật tê cà pi bồ nạp hiệp tập đây đó bảo chứ hai bà dương tục du với chun ở liệt ngay tranh pi sầm cúng du với chun nâng trời bán cương nhiên cà phơn ô tiên dầu tới hàng có còn tài nơi không ca ăn vót cho bắpទាំងអស់នេះខ្ញុំក៏សូមស្នើសុំឲ្យមានតម្លាភាពស្មើមុខស្មើមាត់រវាងកូនកសិករនិងកូនអ្នកមានកូនអ្នកធូធាមួយចំនួនសូមកុំឲ្យយកនៅអំពើឬចំណុចអយុត្តិធម៌ណាមួយយកមកជាគេហៅថាផលចំណេញនៅពីក្រោយខ្នងឲ្យសោះធ្វើយ៉ាងណាឲ្យស្មើមុខស្មើមាត់មានតម្លាភាពផ្ដល់នូវភាពសុក្រិតក្នុងការចុះទៅបំពេញកាតព្វកិច្ចយោធាឥឡូវនេះច្បាប់យោធាបានចូលជាធរមានសភាក៏បានអនុម័តហើយដូចជាមាន8ចម្ពោះនិង20មាត្រាហើយខ្ញុំគិតថាច្បាស់ជាមានក្រុមជ្រុលនិយមមួយចំនួនទូចនិងអ្នកវិភាគមួយចំនួនទូចនៅខាងក្រៅឬមួយក៏នៅខាងក្នុងនេះអាចវិភាគក្នុងន័យមួយញុះញង់ឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចបាទយើងទាមទារឲ្យមានសុខសន្តិភាពនិងការការពារបូរណភាពទឹកដីដោយផ្អែកទៅលើកម្លាំងស្នូលគឺកម្លាំងយុវជនមិនមែនយើងយកកម្លាំងយុវជនឲ្យទៅដើរបដកម្មទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះទេបាទចំណុចត្រង់នេះហើយដែលពួកអ្នកគេហៅថាវិភាគជាទឹកមាត់វិភាគវិជ្ជមាត់នោះតែងតែរិះគន់មកដល់រាជរដ្ឋាភិបាលរិះគន់មកដល់អ្នកនយោបាយមួយចំនួនសិតតែអ្នកនយោបាយ7ពេកអ្នកនយោបាយចេះមកដល់គឺថាវិជ្ជមាត់អស់ហើយវិភាគនេះវិភាគអត់មានដឹងទិសតំបន់នេះគេហៅថាពួកទឹកពេញកែវបាទគឺអត់មានយល់សាច់កាយទេឲ្យតែគណៈបកណាបង្ហាញនៅការគ្រប់គ្រងជាមួយរាជរដ្ឋាភិបាលបកនោះហើយគឺជាបកត្រពងបកដែរពុំមានការពិចារណាអីត្រូវការតែលៀបសក្ការៈនេះហើយគឺជាស្មារតីនិងគំនិតបែបវិធានសនារបស់ក្រុមជ្រុលនិយមនិងក្រុមអ្នកវិភាគមួយចំនួននៅក្រៅប្រទេសវាជាសម្លេងដ៏ខ្មៅកខ្វក់មួយចូលមកបំផ្លាញសតិអារម្មណ៍របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះលោកចេះពិចារណា
លោកបានតាមដានព័ត៌មាននៅតាមបណ្ដាញសង្គមទោះជាលោកមិនបានពិចារណានៅក្នុងព័ត៌មាននីមួយៗក៏កូនចៅរបស់លោកចេះពិចារណាដែររាល់ឯកសារផ្លូវច្បាប់មួយចំនួនក៏មានការដាក់ឲ្យតាមដាននៅក្នុងប្រព័ន្ធ website ដែរអញ្ចឹងទេអស់លោកជាអ្នកវិភាគក្រុមអ្នកស្រឡាញ់សន្តិភាពនៅក្រៅប្រទេសនោះតែខ្ញុំមើលទៅដូចមិនមែនស្រឡាញ់សន្តិភាពទេការវិភាគនិងការបកបកាទាំងអស់នោះសុទ្ធតែជាការបំផ្លាញសន្តិភាពនៅកម្ពុជាទៅវិញធ្វើបែបនេះហាក់បីដូចជាហុចដាវហុចដងដាវទៅឲ្យចោលចាក់មកកម្ពុជាវិញទៀតអ្នកកំពុងតែបំផ្លាញសន្តិភាពមិនមែនអ្នកកំពុងស្រឡាញ់សន្តិភាពទេការវិភាគនិងការចង្អុលបង្ហាញមួយចំនួនឲ្យប្រជាជនបះបោរឲ្យប្រជាជនងើបឈរឡើងនេះសុទ្ធតែជាការបង្ហាញឲ្យឃើញពីការបំផ្លាញសន្តិភាពនៅកម្ពុជាដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់កុំជឿនៅការញុះញង់របស់ក្រុមជ្រុលនិយមនិងពួកវិភាគវីដមាត់ទាំងអស់នោះអសោះព្រោះក្រុមអ្នកទាំងអស់នោះគ្មានចេតនាទេមានចេតនាណាមួយឲ្យកម្ពុជារីកចម្រើនទេក្បួនច្បាប់នយោបាយគេមិនអាចលើកបង្ហាញដាក់លើតុឲ្យអស់ជំរាបគ្រប់ជ្រុងជ្រោយជូនដល់ប្រជាពលរដ្ឋនោះទេចំណុចណាដែលគេត្រូវបង្ហាញគេបង្ហាញចំណុចណាដែលគេត្រូវទុកសិនគឺគេទុកសិនចាំបង្ហាញតាមក្រោយចុះបើយើងបង្ហាញអស់ហើយសត្រូវមិនដឹងយុទ្ធសាស្ត្ររបស់យើងតែពួកអ្នកវិភាគវិមាត់ក្រុមជ្រុលនិយមមួយចំនួននោះគឺគេចង់ឲ្យរដ្ឋាភិបាលបង្ហាញនៅសិលឹកបៀដែលយើងកំពុងតែលេងនាពេលបច្ចុប្បន្នតែយើងកុំទៅខ្វល់អីណាបងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ទាំងអស់សូមផ្ដល់យោបល់ក៏ដូចជាណែនាំកូនចៅឲ្យយល់ពីកាតព្វកិច្ចយោធានេះគឺមានសារៈសំខាន់និងតម្លៃខ្ពស់ណាស់បើយើងមិនបានបំពេញកាតព្វកិច្ចទាំងអស់នេះទេយើងពិបាកក្នុងការរកការងារធ្វើដោយសារទី1គេត្រូវសួរនាំដែរថាតើអ្នកបានបំពេញកាតព្វកិច្ចយោធាហើយឬនៅទើបអ្នកមកចូលបម្រើកិច្ចការងារនៅក្រុមហ៊ុននេះក្រុមហ៊ុននោះអីចឹងទៅបាទតែបើយើងមិនទាន់បានបំពេញកាតព្វកិច្ចទេប្រហែលជារៀងពិបាកក្នុងការទទួលកិច្ចការងារមួយចំនួនធ្វើហើយអញ្ចឹងក្រុមគ្រួសារណាដែលមានកូនប្រុសហើយគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធានេះគឺពិតជាមានសារៈសំខាន់និងមានគុណតម្លៃខ្លាំងណាស់បាទចំពោះជាតិហើយចំពោះក្មួយស្រីវិញក៏អាចស្ម័គ្រចិត្តចូលបម្រើកងទ័ពបានដែរបាទនៅក្នុងច្បាប់នោះគឺគេមិនបានដាក់កំណត់ទៅលើនារីទេអញ្ចឹងនារីអាចស្ម័គ្រចិត្តចូលដោយឆន្ទៈរបស់ខ្លួនដោយមនសិការស្នេហាជាតិរបស់យើងអាចចូលបម្រើនៅក្នុងកាតព្វកិច្ចយោធានេះបានបាទអញ្ចឹងយើងត្រូវយល់ឲ្យច្បាស់ថាកាតព្វកិច្ចយោធាគឺក្មួយចូលទៅធ្វើនេះស្ថិតនៅក្នុងជាទាហានកាតព្វកិច្ចមិនមែនជាទាហានអាជីពទេបាទអញ្ចឹងយើងចប់កាតព្វកិច្ចផុតអាណត្តិយើង2ឆ្នាំយើងអាចវិលមកបំពេញកិច្ចការងារឬមួយសិក្សាបន្តបានតែទាហានអាជីពគឺគេត្រូវវគ្គបណ្ដុះបណ្ដាគ្រប់ជំនាញទាំងអស់ដើម្បីជាទាហានគេហៅថាជួរមុខឬទាហានជំនាញបែបផ្សេងជាបន្តទៅទៀតខ្ញុំសូមលើកនឹងធ្វើការគ្រប់គ្រងក៏ដូចជាកោតសរសើរដល់ការផ្ដួចផ្ដើមឡើងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្ដេចទាំងទ្វេលោកបានជ្រោមជ្រែងនិងខ្វាយខ្វល់ពីសុខទុក្ខប្រទេសជាតិក៏ដូចជាសុខទុក្ខប្រជាពលរដ្ឋនៅទាំងជនភៀសសិទ្ធ
ទាំងទាហានជួរពុកការព្រួយបារម្ភការរៀបចំខិតខំគ្រប់យុទ្ធសាស្ត្រនេះគឺដើម្បីតែការពារបូរណភាពទឹកដីរបស់យើងតែប៉ុណ្ណោះហើយបើគ្មានទឹកដីគ្មានអ្វីទេសួរថាជាតិសាសន៍យើងមួយទាំងមូលត្រូវទៅរស់នៅទីណាអញ្ចឹងហើយយើងត្រូវតែចូលរួមកសាងក៏ដូចជាការពារនៅទឹកដីរបស់យើងឲ្យបានគង់វង្ស